បាទជំរាបសួរសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងសំណួរទី26ដល់ទី28សំណួរទី26តើបារាំងដាក់អាណាព្យាបាលលើប្រទេសកម្ពុជានៅថ្ងៃខែឆ្នាំណានេះគឺជាសំណួរដែលសួររំលឹកព្រោះតែការប្រឡងក៏មានការចេញសំណួរសួរថ្ងៃខែឆ្នាំដែលអាណានិគមដាក់មកលើប្រទេសកម្ពុជាហ្នឹងនៅសំណួរទី1ឬក៏សំណួរទី2ផងដែរ27នៅដំណាក់កាលឆ្នាំ1888ដល់ឆ្នាំ1889បារាំងបានចុះកិច្ចព្រមព្រៀងជាមួយព្រះបាទនរោត្តមមានខ្លឹមសារដូចម្ដេច28តើបារាំងនៅឆ្នាំ1889បានធ្វើកំណែទម្រង់មន្ត្រីខ្មែរដូចម្ដេចក្នុងសំណួរទាំង3នេះគឺសំណួរដែលសំខាន់គឺពាក់ព័ន្ធនឹងការបោះបោរបស់មន្ត្រីហើយសំណួរពាក់ព័ន្ធនឹងកំណែទម្រង់រវាងឆ្នាំ1888ដល់ឆ្នាំ1889ប៉ុន្តែនៅក្នុងការបោះបោនោះគឺចាប់ពីឆ្នាំ1884រហូតដល់ឆ្នាំ1800បាទសំទោសនៅឆ្នាំ1884ដល់ឆ្នាំ1889ហ្នឹងគឺមានការបោះបោច្រើនមែនទែននៅពេលដែលបារាំងបានដាក់អាណានិគមមកលើប្រទេសកម្ពុជាដែលបារាំងបានបិទសិទ្ធិនឹងបារាំងមានប្រព័ន្ធរដ្ឋបាលបារាំងមកគ្រប់គ្រងលើប្រទេសកម្ពុជាទាំងមូលតែម្ដងអញ្ចឹងបងប្អូនសូមបាទស្ដាប់នៅចម្លើយទាំងអស់គ្នាចម្លើយ26បារាំងបានដាក់អាណាព្យាបាលមកលើប្រទេសកម្ពុជានៅថ្ងៃទី11ខែសីហាឆ្នាំ1863បាទសូមសិស្សទាំងអស់គ្នាចូលចងចាំនៅថ្ងៃខែឆ្នាំទាំងអស់នេះ27កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងដែលផ្ដល់អំណាចទៅឲ្យបារាំងមានខ្លឹមសារដូចតទៅអនុញ្ញាតឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំងដែលជាថ្នូរនឹងការលើកកម្ពស់ការគ្រប់គ្រងព្រះបរមរាជវាំងនិងសេចក្តីត្រូវការសំខាន់បង្កើតក្រុមការងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាលបារាំងពោលគឺពីមុនការប្រមូលពន្ធដារត្រូវបានធ្វើដោយមន្ត្រីខ្មែរប៉ុន្តែពេលនេះត្រូវបានប្រគល់ទៅឲ្យបារាំងវិញម្ដងគឺក្នុងន័យលុបបំបាត់អំពើពុករលួយក្នុងមន្ត្រីពន្ធដារខ្មែរ28បារាំងនៅឆ្នាំ1889បានធ្វើកំណែទម្រង់លើមន្ត្រីខ្មែរដូចជាអនុម័តច្បាប់ស្តីពីប្រាក់បៀវត្សទៅដល់មន្ត្រីរាជការដើម្បីដំឡើងប្រាក់បៀវត្សបានខ្ពស់ដល់ឲ្យមន្ត្រីរាជការខ្មែរត្រូវការធ្វើការងារដោយភក្តីភាពនិងអស់ពីសមត្ថភាពបើមិនដូច្នេះទេគឺត្រូវបាត់បង់ការងារបង្កើតឲ្យមានសាលារដ្ឋបាលសម្រាប់ធ្វើការបណ្ដុះបណ្ដាលមន្ត្រីខ្មែរពោលគឺមន្ត្រីខ្មែរទាំងអស់ត្រូវតែឆ្លងកាត់សាលានេះជាដាច់ខាតគឺជាសាលាបារាំងចុងបូព៌ាគូគាត់សម្គាល់ដែរនៅពេលដែលមានការបោះបោរបស់មន្ត្រីខ្មែរហ្នឹងគឺដោយសារតែមន្ត្រីខ្មែរនៅពេលនោះគឺគាត់បាត់បង់អំណាចដូច្នេះបារាំងបានរកឃើញមូលហេតុអញ្ចឹងហើយបារាំងបានដាក់ខ្លឹមសារនៃកំណែទម្រង់ហ្នឹងគឺមើលឃើញថាមន្ត្រីខ្មែរភាគច្រើនគឺមានអំពើពុករលួយអញ្ចឹងដូច្នេះដើម្បីឲ្យមន្ត្រីខ្មែរស្ងប់ដោយសារតែបារាំងនិយាយខ្លីគឺប៉ះពាល់ឆ្នាំងបាយរបស់ពួកគាត់ដូចនេះហើយទើបបារាំងមានកំណែទម្រង់ដំឡើងប្រាក់បៀវត្សរបស់គាត់កាលណាដំឡើងប្រាក់បៀវត្សយើងដឹងស្រាប់ហើយគឺការងារដែលគាត់ត្រូវធ្វើការឲ្យបារាំងវិញគឺត្រូវតែមានភក្តីភាពនឹងបារាំងដែលធ្វើឲ្យមន្ត្រីខ្មែរឃើញថាប្រយោជន៍របស់គាត់ក៏មានអញ្ចឹងធ្វើឲ្យបារាំងបានក្តាប់ក្តាប់មន្ត្រីខ្មែរបាននៅក្នុងដៃទើបលែងមានការចលាចលឬក៏ការបោះបោផ្សេងទៀតប៉ុន្តែមានប្រជាជនក៏មានការបោះបោដែរប៉ុន្តែបោះបោដើម្បីឲ្យបារាំងទាមទារអំណាចនឹងឲ្យព្រះមហាក្សត្រខ្មែរប៉ុន្តែក្នុងការបោះបោរបស់មន្ត្រីខ្មែរគឺទាមទារឲ្យបារាំងកុំឲ្យគ្រប់គ្រងលើមន្ត្រីខ្មែរដែលមន្ត្រីខ្មែរមួយចំនួនគឺគាត់ភាគច្រើនគឺគាត់មានអំណាចនៅពេលដែលបារាំងមកគ្រប់គ្រងហើយបារាំងគ្រប់គ្រងផ្ទាល់គឺគាត់លែងមានអំណាចចឹងបែបនេះហើយបានបារាំងដំឡើងប្រាក់បៀវត្សឲ្យគាត់យើងក្រឡេកទៅមើលឧទាហរណ៍នៅក្នុងរឿងភូមិដេរឆានដែលនៅពេលដែលនោះដែលមន្ត្រីរបស់បារាំងដែលជាខ្មែរហ្នឹងគឺភាគច្រើនគឺមានភក្តីភាពជាមួយបារាំងខ្លាំងមែនទែនបាទសូមអរគុណនិងសរសើរដល់សិស្សទាំងអស់គ្នាខ្ញុំនឹងធ្វើសេចក្តីអធិប្បាយនិងមានសំណួរចម្លើយបន្តទៀតនៅវីដេអូបន្តបាទសូមអរគុណ